ជំរាបសួរសូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំដែលឃើញថាបច្ចុប្បន្នមានអ្នករៀនភាសាចិនជាច្រើនដូច្នេះខ្ញុំបានធ្វើវីដេអូបង្រៀនដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតែមុននឹងចូលទៅកាន់មេរៀនសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Like Subscribe និងរូបសញ្ញាកណ្ដឹងឬក៏ប៊ូតុងចុចជាវអ្នកមួយផងដើម្បីទទួលបានមេរៀនថ្មីៗនៅពេលដែលខ្ញុំអាប់ឡូតមេរៀនតោះកុំឲ្យខាតពេលយូរយើងចូលមេរៀនថ្មីរបស់ពួកយើងតែម្ដងអូខេមេរៀនមួយនេះក៏ដូចជាមេរៀនមុនដូចគ្នាអញ្ចឹងបាទគឺយើងមានពាក្យបន្ទាប់ហើយយើងយកពាក្យទាំងអស់នេះយកមកបង្កើតជា clear តោះឥឡូវយើងរៀនពាក្យហើយយកពាក្យទាំងអស់នេះបង្កើតជា clear ដោយរបៀបម៉េចយើងមកតាមដានទាំងអស់គ្នាតែយើងចាប់ផ្ដើមអានទាំងអស់គ្នាណា生词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 បាទ生词ពាក្យថ្មីបាទពាក្យទី1刷刷刷បាទ刷យើងប្រែថានិយាយទី2会会បាទ会会យើងប្រែថាចេះមួយទៀតអាចនឹងបាទទី3លលលបាទលយើងប្រែថាហើយឬក៏រួចហើយអញ្ចឹងដែរណាបាទទី4ជក់ជក់ជក់បាទជក់ជក់យើងប្រែថាធ្វើទី5ហួយហួយបាទហួយហួយយើងប្រែថាត្រឡប់ពាក្យទី6ឡាយឡាយឡាយបាទឡាយនេះយើងប្រែថាមកបាទអូខេយើងមកមើល clear 句子句子បាទ句子句子ប្រែថា clear តោះ clear ទី1我会说中文我会说中文我会说中文បាទ我会说中文យើងប្រែថាខ្ញុំចេះនិយាយភាសាចិនបើសិនជាយើងនិយាយថាខ្ញុំចេះភាសាចិនតិចតួចអញ្ចឹងយើងថែម一点点ទៀតមកណា我会说中文一点点បាទហ្នឹងហើយអញ្ចឹងclear ទី2你做好了吗你做好了吗你做好了吗អូខេ你做好了吗យើងប្រែថាតើអ្នកធ្វើហើយឬនៅหมายថាដូចជាយើងដាក់ការងារឲ្យគេធ្វើឬក៏ឲ្យគេធ្វើអ្វីមួយចឹងទៅបាទយើងក៏មកសួរគាត់ថាធ្វើហើយនៅហ្នឹងហើយ你做好了吗ហ្នឹងហើយអញ្ចឹង好了ហ្នឹងយើងប្រែថារួចហើយដូចជាគេសួរយើងបើសិនជាគេសួរយើងមកថាហើយនៅអ្នកធ្វើហើយនៅយើងឆ្លើយថា好了我做好了ខ្ញុំធ្វើរួចហើយបាទ好了吗នេះគឺរួចហើយឬនៅបាទតោះclear ទី3我回到家了我回到家了我回到家了អូខេ我回到家了នេះយើងប្រែថាខ្ញុំត្រឡប់មកដល់ផ្ទះវិញហើយបែរថាឬក៏ខ្ញុំត្រឡប់ទៅដល់ផ្ទះវិញហើយចឹងណាបាទclear ចុងក្រោយ你来到哪里了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 អូខេអញ្ចឹងពាក្យនេះគឺយើងប្រែថាតើអ្នកមកដល់ណាហើយឬក៏អ្នកទៅដល់ណាហើយអញ្ចឹងណាហ្នឹងហើយអញ្ចឹងឡាយមកទៅដល់ឡាយទៅមកដល់ណាលីឯណាលហើយនេះឡាយទៅណាលីលបាទតើអ្នកមកដល់ទីណាហើយអូខេអញ្ចឹងយើងមើលពាក្យបន្ទាប់ពាក្យទី1ម៉ាង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 នេះយើងប្រែថារវល់បាទពាក្យទី2កិនកិនកិនបាទកិនយើងប្រែថាជាមួយឬក៏តាមបាទបែរថាតាមហ្នឹងបែរថាខ្ញុំតាមខ្ញុំធ្វើតាមអ្នកចុះហ្នឹងហើយអ្នកមិនក៏បានខ្ញុំតាមអ្នកអញ្ចឹងណាបាទពាក្យទី3តងតងបាទតងតងនេះយើងប្រែថាយល់បាទដូចគេនិយាយមកយើងយល់អីណាទី4កៃកៃបាទកៃកៃយើងប្រែថាឲ្យបាទទី5រាំងរាំងរអាំងរាំងបាទរាំងរាំងបាទនេះខ្ញុំប្រកបជាខ្មែរជាសេញខ្មែរណារអាំងរាំងបាទបើសិនជាភីញីរបស់វាគឺរអាំងរាំងបាទរាំងបាទរាំងយើងប្រែថាឲ្យអូខេកន្លែងនេះគឺចង់ប្រាប់អ្នកនរគ្នាថាឲ្យនេះគឺឲ្យរបៀបថាយើងអនុញ្ញាតឲ្យគេធ្វើអ្វីមួយអញ្ចឹងណាបាទដូចជានៅក្នុង clear របស់យើងនឹងមានដែរចាំបញ្យល់នឹកពេលអានដល់ពាក្យ clear ហ្នឹងហើយដល់ទី6សុងបាទសុងសុងសុងបាទសុងនេះយើងប្រែថាជូនឲ្យបាទដូចជាយើងជូនរបស់គេជូនរបស់ឲ្យគេឬក៏យើងជូនគេទៅណាអញ្ចឹងទៅណាបាទយើងមកមើល clear អូខេ clear ទី1我很忙我很忙
បាទវ៉ាហិនម៉ាងបាទអូខេកន្លែងនេះអធិស្ឋានដោយសារតែខ្មែរបកខុសណាវ៉ាហិនម៉ាងយើងប្រែថាខ្ញុំរវល់ណាស់មិនមែនគាត់រវល់ណាស់ទេអញ្ចឹងបើសិនជាយើងដាក់ថាគាត់រវល់ណាស់យើងដាក់ថាហិនម៉ាងអញ្ចឹងមិនណាហ្នឹងហើយកន្លែងនេះសូមអ្នកទាំងអស់គ្នាជួយកែផងអធិស្ឋានអូខេពាក្យបន្ទាប់跟我来跟我来跟我来បាទ跟我来នេះបែរថាមកតាមខ្ញុំមកបែរថាដូចគាត់មករកអីវ៉ាន់អីអញ្ចឹងគាត់រកអត់ឃើញគាត់មកសួរយើងថាទុកនៅណាហើយយើងដឹងកន្លែងទុកនៅនឹងអញ្ចឹងទៅយើងក៏ប្រាប់ថានេះកិនវ៉ាឡៃអ្នកមកតាមខ្ញុំមកហ្នឹងហើយអញ្ចឹងអូខេ clear ខាងក្រោម给我看看给我看看给我看看បាទ给我看看បែរថាឲ្យខ្ញុំមើលមើលវាថាគាត់ឈឺអីចឹងទៅឬក៏គាត់មានធរៈអីចឹងទៅបាទហើយយើងក៏និយាយជាមួយគាត់ថាយើងចង់មើលថាគាត់កាត់អីចឹងទៅណាយើងក៏និយាយថាវ៉ាខានខានបាទខ្ញុំមើលមើល clear បន្ទាប់ណាបាទ clear បន្ទាប់他不让我走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 បាទថាពូរ៉ាំងវ៉ជោនេះយើងប្រែថាគាត់មិនឲ្យខ្ញុំទៅទេបាទគេថាយើងចង់ទៅផ្ទះវិញអញ្ចឹងគេថាយើងទៅជួបជុំពួកម៉ាក់មិត្តភ័ក្តិអីចឹងទៅបាទឬក៏យើងទៅផ្ទះមីងមីអីចឹងទៅគាត់អត់ចង់ឲ្យយើងមកផ្ទះវិញអញ្ចឹងនៅ3 4ថ្ងៃទៀតទៅនៅលេង3 4ថ្ងៃទៀតចុះហ្នឹងហើយអញ្ចឹងយើងចង់មកផ្ទះវិញក៏យើងគាត់អត់ឲ្យមកហើយយើងនិយាយថាពូរ៉ាំងវ៉ជោបាទគាត់អត់ឲ្យខ្ញុំទៅសោះឲ្យនៅដេក2 3ថ្ងៃទៀតចឹងណាបាទអូខេ clear បន្ទាប់他送我回家他送我回家他送我回家បាទ他送我回家នេះយើងប្រែថាគាត់ជូនខ្ញុំត្រឡប់ទៅផ្ទះវិញបែរថាគាត់ជាអ្នកជូនខ្ញុំត្រឡប់ទៅផ្ទះវិញអញ្ចឹងណាអញ្ចឹងសុងអូខេអញ្ចឹងបែរមកពាក្យរបស់យើងវិញរ៉ាំងនេះគឺយើងប្រែថាអនុញ្ញាតឲ្យដែរគឺយើងប្រើសម្រាប់ clear ដែលយើងគេអនុញ្ញាតឲ្យយើងទៅឬក៏អត់ចឹងណាហ្នឹងហើយដូចជាឃើញនេះថាពូរ៉ាំងវ៉ជោឃើញគាត់មិនឲ្យខ្ញុំទៅទេយើងបកក៏ត្រូវដែរបកឲ្យក៏ត្រូវដែរណាហ្នឹងហើយតែយើងអាចបកមួយទៀតថាគាត់មិនអនុញ្ញាតឲ្យខ្ញុំទៅទេអាហ្នឹងគឺន័យរបស់វាគឺមិនអនុញ្ញាតហ្នឹងហើយអូខេបែរថាគេខាំងខាត់យើងមិនឲ្យយើងទៅណាបាទហើយពាក្យសុងនេះជូនឲ្យនិយាយថាយើងជូនរបស់របរអីឲ្យគេយើងជូនអ្វីជាកាដូឲ្យគេអញ្ចឹងណាបាទហ្នឹងហើយអូខេអញ្ចឹងមេរៀនរបស់ពួកយើងគឺបញ្ចប់ត្រឹមនេះបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏សំណួរអីគឺអាច comment សួរបានឬក៏ចង់ឲ្យខ្ញុំធ្វើមេរៀនពាក់ព័ន្ធជាមួយនឹងអ្វីពាក្យអ្វីគឺអាចសនំពរនៅក្នុង comment បានអញ្ចឹងអ្នកទាំងអស់គ្នាសូមកុំភ្លេចជួយចុច like ចុច subscribe ក៏ដូចជារូបសញ្ញាកណ្ដឹងឬក៏ជាសញ្ញាចុចជាវម្នាក់មួយផងដើម្បីពេលដែលខ្ញុំមានវីដេអូ upload ថ្មីៗគឺអ្នកទាំងអស់គ្នាបានមើលឃើញបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយមេរៀនក្រោយ